ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុទ្រគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិយមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកប៉ែនសុវណ្ណលោកប៉ែនសុវណ្ណជាអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាលោកប៉ែនសុវណ្ណជាអ្នកនយោបាយលេចធ្លោមួយរូបនៅក្នុងសង្គមកម្ពុជាកាលពីចុងទសវត្សរ៍ឆ្នាំ1970និងដើមទសវត្សរ៍ឆ្នាំ1980គឺដោយសារតែលោកជាមេដឹកនាំមួយរូបនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគិស្មាជាមួយនឹងកងទ័ពយួនវាយលុកចូលកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមនៅក្នុងឆ្នាំ1979ហើយយួនបានលើកបន្ទុកលោកជានាយករដ្ឋមន្ត្រីនៃរបបថ្មីគឺជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅពេលនោះលោកប៉ែនសុវណ្ណធ្លាប់ជានាយករដ្ឋមន្ត្រីទី1នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាពីចុងខែមិថុនាដល់ដើមខែធ្នូឆ្នាំ1981សម័យកាលដែលលោកធ្វើជានាយករដ្ឋមន្ត្រីនោះគឺប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពយួនលោកប៉ែនសុវណ្ណកើតនៅថ្ងៃទី15ខែមេសាឆ្នាំ1936ស្ថិតនៅក្នុងភូមិចានទៀបឃុំសំរោងស្រុកត្រាំកក់ខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជាលោកកើតនៅក្នុងគ្រួសារក្រីក្រដែលធ្វើស្រែចម្ការតិចតួចនិងលក់ដូរកម្លាំងពលកម្មលោកជាកូនទី3នៅក្នុងចំណោមបងប្អូនចំនួន7នាក់រហូតដល់អាយុ10ឆ្នាំលោកបានចាក់ចេញពីគ្រួសារទៅស៊ីឈ្នួលមើលគោឲ្យគ្រួសារអ្នកមានមួយដោយសារការរស់នៅទីនោះលំបាកលោកក៏បានចាក់ចេញទៅនៅជាមួយព្រះសង្ឃនៅវត្តផ្ចឹកជុំរហូតដល់អាយុ15ឆ្នាំលោកបានចូលប្រឡូកក្នុងចលនានយោបាយដោយមិនដឹងខ្លួននៅក្នុងឆ្នាំ1950នៅថ្ងៃទី3ខែកុម្ភៈគឺនៅពេលដែលលោកចូលរួមចលនាតស៊ូអិសរាជតាមការពន្យល់របស់ម្ដាយរបស់លោកដែលយល់ថាចលនានោះគឺជាចលនាល្អលុះរហូតដល់អាយុ24ឆ្នាំលោកប៉ែនសុវណ្ណថ្លែងថាពេលដែលលោកមិនយល់ពីបញ្ហានយោបាយឥណ្ឌូចិន3ប្រទេសទេប៉ុន្តែលោកគ្រាន់តែដឹងថាលោកត្រូវចូលរួមចលនាវាយបណ្ដេញពួកអាណានិគមនិយមឈ្លានពានក្រៅប្រទេសវាយរំលំរបបជិះជនប្រជាពលរដ្ឋកសិករប៉ុណ្ណោះលោកមើលឃើញថាអាណានិគមរបស់អធិរាជជប៉ុននិងបារាំងពេលនោះបានធ្វើបាបជិះជនប្រជាពលរដ្ឋកម្ពុជាហើយពួកអិសរាជដែលចូលមកក្នុងភូមិរបស់លោកចេះតែជួយយកអាសាអ្នកស្រុកខ្ញុំយល់តែមួយទេគឺត្រូវរួមចំណែកតស៊ូវាយបណ្ដេញពួកអាណានិគមនិយមឈ្លានពានក្រៅប្រទេសនិងរំលំរបបជិះជនរបស់ប្រជាពលរដ្ឋកសិករការនឹងនយោបាយគឺខ្ញុំអត់ដឹងសោះថាប្រទេសណាជាប្រទេសណាខ្ញុំពេលនោះនៅតូចដឹងស្ថានភាពនៅក្នុងប្រទេសតែប៉ុណ្ណោះទេខ្ញុំបានយកអានឹងហើយខ្ញុំកំណត់ឃើញថាចលនារបស់អ៊ីស្រាអែលមានគោលដៅមួយវាយបណ្ដេញពួកអាណានិគមក្រៅប្រទេសអានឹងគឺបារាំងហើយវាយវណ្ណៈជិះជាន់កាលនឹងខ្ញុំហៅថាវណ្ណៈសក្តិភូមិជិះជាន់សង្កត់សង្កិនប្រជាពលរដ្ឋក្រីក្រលោកបានបញ្ជាក់ថាក្រុមអ៊ីស្រាអែលដែលលោកបានចូលរួមនោះគឺជាក្រុមរបស់លោកតាមុកដែលលោកស្គាល់ឈ្មោះផ្សេងទៀតថាឈិតជឿនអង្គជឿននិងឯកជឿនលោកក៏ធ្លាប់បានធ្វើការងារចំអរោះនិងជាអង្គរៈរបស់លោកតាមុកពីឆ្នាំ1950ដល់ឆ្នាំ1953ក្រោយពេលកម្ពុជាទទួលបានឯករាជ្យពីបារាំងសន្ធិសញ្ញាឯករាជ្យក្រុងសេណែវនៅក្នុងឆ្នាំ1954លោកជាមនុស្សម្នាក់ក្នុងចំណោមយុវជនយុវនារីចំនួន1040នាក់ដែលត្រូវបានមេចលនាកុម្មុយនីសឥស្សរៈភូមិភាគនិរតីគឺតាមុកបញ្ចុះបញ្ចូលឲ្យទៅរៀនវិជ្ជាជីវៈយោធានៅខេត្តតាញ់វ៉ាប្រទេសយួនខាងជើង
គេយកខ្ញុំទៅបណ្ដុះបណ្ដាលនីតិហ៊ានថ្នាក់ក្រោមគឺជានីតិហ៊ានត្រឹមកងអនុសេនីយ៍តូចខ្ញុំបានចូលបណ្ដុះបណ្ដាលនីតិហ៊ាននឹងគេឲ្យខ្មែរពួកខ្ញុំនឹងមួយក្រុមជំនាញការកងទ័ពជើងគោកទំនើបមានខ្ញុំនឹងមានគ្នា54នាក់នឹងខ្ញុំទៅដំបូងគេឲ្យរៀនភាសាយួនអក្សរយួនដើម្បីចូលរៀនបច្ចេកទេសហើយមូលហេតុជំរុញឲ្យលោកពេលនោះទោះជាអាណានិគមបារាំងបានចាក់ចេញពីកម្ពុជាពិតមែនប៉ុន្តែវណ្ណៈជិះជាន់នៅតែមាននៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅក្នុងឆ្នាំ1970លោកត្រូវបានពួកកុម្មុយនីសខ្មែរទាក់ទងទៅយួនខាងជើងបញ្ជូនពួកលោកមកជួបក្រុមកុម្មុយនីសកម្ពុជាដូចជាលោកអ៊ីងសេរីអ្នកស្រីអ៊ីងធីរិតនិងលោកទីវកុលជាដើមពេលនោះលោកត្រូវបានគេបញ្ជូនទៅចូលក្នុងក្រសួងឃោសនារបស់រណសេរីរួបរวมជាតិកម្ពុជាដែលមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាននៅតាមខេត្តខាងជើងប្រទេសកម្ពុជាលោកប៉ែនសវណ្ណជាអ្នកនិពន្ធនិងជាអ្នកបកប្រែភាសាយួននៅក្នុងវិទ្យុផ្សាយសំឡេងនៃក្រសួងឃោសនាការចលនារួបរวมជាតិកម្ពុជានោះដែលមានជំនាញការយួនគ្រប់គ្រងបច្ចេកទេសរឿងនិពន្ធអត្ថបទរឿងបកប្រែពីខ្មែរទៅយួនពីយួនទៅខ្មែរគឺខ្ញុំពូកែខ្ញុំមើលកាសែតយួនបកចេញមកខ្មែរតែម្ដងគេឃើញខ្ញុំពូកែគេយកខ្ញុំធ្វើជាបច្ចេកទេសដើម្បីជួយវិទ្យុផ្សាយសំឡេងយួនហើយនឹងជួយមន្ត្រីគេដែលអានអក្សរមិនត្រូវឬថាតែងអត់ត្រូវឲ្យខ្ញុំជួយតម្រង់ជំនាញការគ្រូបង្រៀនគេនឹងជួយបង្រៀនគេឲ្យចេះបច្ចេកទេសសរសេរអក្សរខ្មែរនិងនិពន្ធអក្សរខ្មែរផ្សាយសំឡេងយួនលោកគេចេញពីពួកកុម្មុយនីសខ្មែរក្រហមនៅក្នុងដើមឆ្នាំ1974នៅពេលដែលលោកទទួលដំណឹងថាពួកទាំងនោះមានផែនការចង់សម្លាប់លោកបន្តរស់នៅក្នុងប្រទេសយួនរហូតដល់ឆ្នាំ1979លោកប៉ែនសវណ្ណក៏ជាលេខាគណៈបកប្រជាជនបដិវត្តន៍កម្ពុជាពីឆ្នាំ1979ដល់ឆ្នាំ1981លោកធ្លាប់ត្រូវបានយួនបញ្ជាឲ្យចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅទីក្រុងហាណូយអស់រយៈពេល10ឆ្នាំក្នុងពេលដែលលោកជាប្រធានបកប្រជាជនបដិវត្តន៍កម្ពុជាដែលជាគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃលោកថ្លែងថាការចាប់ខ្លួនរបស់លោកនោះគឺដោយសារតែលោកលើកឡើងអំពីបញ្ហាយួនរំលោភបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជាលោកចង់ឲ្យយួននិងគណៈបកប្រជាជនកម្ពុជាបង្កើតគណៈកម្មាធិការបណ្ដោះអាសន្នដោះស្រាយបញ្ហាព្រំដែននិងជនអន្តោប្រវេសន៍យួនដែលបានហូរចូលមកនៅក្នុងឆ្នាំ1979ក្រោយដួលរលំនៃរបបខ្មែរក្រហមរហូតមកដល់សពថ្ងៃទាំងនេះជាហេតុដែលធ្វើឲ្យយួនខឹងសម្បាហើយចាប់រូបខ្ញុំទៅដាក់គុកនៅទីក្រុងហាណូយប្រទេសយួនការកសាងគ្រួសាររបស់លោកប៉ែនសវណ្ណបានរៀបការប្រពន្ធជាជនជាតិយួននៅក្នុងឆ្នាំ1965គឺនៅក្នុងពេលដែលលោកកំពុងរៀននៅប្រទេសយួនខាងជើងទាំងលោកនិងកូនរបស់លោកតែងបដិសេធចំពោះព័ត៌មានដែលប្រពន្ធរបស់លោកជាកូនអ្នកដឹកនាំរបស់យួនសូមបញ្ជាក់ថាជាប្រភពជនជាតិក្រីក្ររបស់យួននៅទីក្រុងហាណូយឲ្យសហជីពសហគ្រិនមួយប៉ុណ្ណោះអាជីវករចិញ្ចឹមជីវិតដោយដេកខោអាវមុននឹងលោករៀបការលោកនិងប្រពន្ធរបស់លោកបានព្រមព្រៀងគ្នាថាលោកទុកប្រយោជន៍ជាតិខ្ពស់ជាងប្រយោជន៍គ្រួសារនិងប្រពន្ធកូនពលរដ្ឋខ្មែរជាច្រើនអ្នកយល់ឃើញថាសកម្មភាពរបស់លោកប៉ែនសវណ្ណបង្ហាញថាលោកបានគិតគូរពីប្រយោជន៍ប្រជាជនខ្មែរខ្ពស់ក្រោយចេញពីគុកលោកបានបង្កើតគណៈបកនយោបាយប្រកួតការបោះឆ្នោតមួយនៅក្នុងឆ្នាំ1998ដែលមានឈ្មោះថាគណៈបកទ្រទ្រង់ជាតិប៉ុន្តែគណៈបកលោកមិនបានទទួលអាសនៈនៅសភាទេក្រោយមកលោកបានចូលរួមជាមួយនឹងគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខានៅក្នុងឆ្នាំ2007
លោកប៉ែនសវណ្ណបានចំណាយពេល3ភាគ4នៃជីវិតរបស់លោកចូលប្រឡូកក្នុងនយោបាយម្ដងលេចម្ដងអណ្ដែតទីបំផុតនៅពេលដែលគណៈបក្សសិទ្ធិមនុស្សនិងគណៈបកសំរៀងស៊ីរួបរวมគ្នាជាគណៈបកសង្គ្រោះជាតិប្រកួតការបោះឆ្នោតនៅក្នុងឆ្នាំ2013លោកជាប់ឆ្នោតជាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺជាអវសាននៃជីវិតរបស់លោកប៉ែនសុវណ្ណបានទទួលមរណភាពនៅថ្ងៃទី29ខែតុលាឆ្នាំ2016ជាចុងក្រោយសូមជូនពរឲ្យបងប្អូនខ្មែរយើងបាននូវសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ពេលវេលាសូមអរគុណ